ជំរាបសួរទៅកាន់បងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំម្ដងទៀតហើយនៅក្នុង Channel បតិរឿងរ៉ាវថ្ងៃនេះគឺខ្ញុំទទួលបានពីប្អូនស្រីម្នាក់ដែលគាត់ចែករំលែកអំពីរឿងរ៉ាវមួយទាក់ទងទៅនឹងរឿងរ៉ាវស្នេហារបស់គាត់ហើយចំពោះរឿងរ៉ាវស្នេហាដែលគាត់បានចែករំលែកនេះអ្វីដែលខ្ញុំបានស្ដាប់ហើយវារៀងចម្លែកបន្តិចថងថាបរិះដែលជាគូស្នេហ៍របស់គាត់តាមស្រឡាញ់គាត់ច្រើនឆ្នាំបងប្អូនរយៈពេលដូចជា6-7 ឆ្នាំរហូតដល់ស្រឡាញ់ប្អូនស្រីបានពេលដែលស្រឡាញ់បានបែរទៅជាបោះបង់ប្អូនស្រីចោលទៅវិញក្រុមហេតុផល1 2 3ចឹងតែអញ្ចឹងបងប្អូនប្រកាសជាចង់ដឹងថាតើប្អូនស្រីនឹងចែករំលែកអំពីរឿងរ៉ាវស្នេហាមួយដែរតស៊ូ6-7 ឆ្នាំលទ្ធផលចុងក្រោយបែរទៅជាបោះបង់ប្អូនស្រីចោលទៅវិញទៅស្ដាប់រឿងរ៉ាវលម្អិតជាមួយនឹងខ្ញុំទាំងអស់គ្នាចំពោះរឿងរ៉ាវដែលប្អូនស្រីចែករំលែករឿងរ៉ាវមួយនេះខ្ញុំស្ដាប់ហើយខ្ញុំហួសចិត្តមែនតើហើយខ្ញុំបានពិភាក្សានិយាយលេងជាមួយគាត់តិចតួចខ្ញុំគិតថាប្រហែលជាប្អូនប្រុសម្នាក់នោះស្អប់ខឹងឬក៏គុំប្អូនស្រីពីនាយមកក៏អាចថាបានដែរបាននៅសុកធ្វើរឿងអញ្ចឹងកើតឡើងធ្វើឲ្យប្អូនស្រីយើងអាចនិយាយបានថាបាត់បង់គ្រប់យ៉ាងបងប្អូនមនុស្សម្នាក់ធ្លាប់តែល្អបរិសុទ្ធទៅជាមានកូនជាមួយនឹងខ្លួនហើយបែរទៅជាលើកយកហេតុផលជាច្រើនមកដើម្បីបែកបាក់គ្នាទៅវិញបងស្រីនិយាយអញ្ចឹងគាត់ថាបងខ្ញុំស្គាល់បរិះម្នាក់ប្រហែលជា7 ឆ្នាំមកដល់ពេលវេលាដែលខ្ញុំបែកគ្នាហ្នឹងណាខ្ញុំធ្វើការជាមួយនឹងគាត់រយៈពេលប៉ុណ្ណឹងមករហូតដល់ខ្ញុំបានតតាក់ទងជាមួយនឹងគ្នាក្រុមហេតុផលដែលខ្ញុំបែកបាក់ស្នេហារបស់ខ្ញុំដែរខ្ញុំនិយាយចេះបងខ្ញុំធ្វើការនៅហ្នឹងខ្ញុំស្គាល់គាត់ក៏ប៉ុន្តែខ្ញុំមិនមានចិត្តស្រឡាញ់គាត់ទេពីដំបូងដែរឡើយដោយសារតែខ្ញុំមកពីភូមិស្រុកគឺខ្ញុំមានគូសង្សាររបស់ខ្ញុំបាត់ទៅហើយពេលអញ្ចឹងខ្ញុំស្រឡាញ់គ្នាជាមួយនឹងគូសង្សាររបស់ខ្ញុំចំណងស្នេហាចំណងមិត្តភាពរបស់ខ្ញុំជាមួយនឹងគូស្នេហារបស់ខ្ញុំហ្នឹងគឺចាក់ទឹកពំលិចនោះទេដោយសារតែខ្ញុំស្រឡាញ់គ្នាតាំងពីវិទ្យាល័យមកអញ្ចឹងខ្ញុំមិនអាចបែកបាក់គ្នាបានទេខ្ញុំស្រឡាញ់គ្នារហូតដល់ខ្ញុំបានភ្ជាប់ពាក្យជាមួយនឹងគ្នាហើយក៏នឹងចិត្តដល់ពីរៀបការជាមួយនឹងគ្នាដែរក៏ប៉ុន្តែពេលដែលខ្ញុំចាប់ផ្ដើមល្អប្រសើរពេលដែលខ្ញុំចាប់ផ្ដើមស្ទើរតែនឹងរៀបការជាមួយនឹងគ្នាហើយពួកខ្ញុំក៏បានមានចំនួនមានរឿងរ៉ាវជាមួយនឹងគ្នាធ្វើឲ្យពួកខ្ញុំហ្នឹងមានភាពរកម្មរកុសជាមួយនឹងគ្នាហើយពេលដែលខ្ញុំមានភាពរកម្មរកុសជាមួយនឹងគ្នានោះពួកខ្ញុំក៏បានឈានទៅដល់ការបែកបាក់គ្នាទៅធៀបទៅរឿងរ៉ាវមួយនេះបើសិនជាពួកខ្ញុំអត់ធ្មត់តែម្នាក់បន្តិចពួកខ្ញុំអត់បែកបាក់គ្នាទេបងក៏ប៉ុន្តែខាងខ្ញុំក៏ក្តៅខាងគេក៏ក្តៅលទ្ធផលចុងក្រោយគឺយើងមានតែបែកគ្នានឹងឯងអញ្ចឹងខ្ញុំនិយាយអំពីខ្ញុំតំណគ្នាជាមួយនឹងគូសង្សាររបស់ខ្ញុំខ្លាចជាគូតដឹងក៏មានវត្តមានបរិះម្នាក់ដែលធ្វើការជាមួយនឹងខ្ញុំគាត់ក៏មកស្រឡាញ់ខ្ញុំដែរក៏ប៉ុន្តែពេលហ្នឹងខ្ញុំបាននិយាយប្រាប់គាត់ត្រង់ថាខ្ញុំមានគូសង្សារមានគូតដឹងរួចហើយអញ្ចឹងខ្ញុំមិនអាចស្រឡាញ់មកឯងបានទេខ្ញុំសូមទោសផងបើសិនជារូបរាងរបស់ខ្ញុំធ្វើឲ្យឯងចាប់អារម្មណ៍ធ្វើឲ្យឯងស្រឡាញ់ខ្ញុំក៏សូមទោសដែរខ្ញុំមិនអាចជាមនុស្សស្រីដែលមានចិត្ត1ចិត្ត2ផិតក្បត់មានគូសង្សារគូតដឹងហើយមកលួចលាក់តាក់ទងជាមួយនឹងមនុស្សផ្សេងគឺអត់អាចទេគឺខ្ញុំមិនអាចឆ្លើយវាយបានទេខ្ញុំក៏បាននិយាយពាក្យហ្នឹងទៅប្រាប់បរិះម្នាក់ហ្នឹងតាមត្រង់ហើយគាត់ក៏អូខេជាមួយខ្ញុំណាគាត់ថាអត់អីទេគាត់សុំទោសដោយសារតែតាំងពីធ្វើការជាមួយគ្នាមកគឺអត់ដែរឃើញគូសង្សារឬក៏គូទៅដឹងមកយកទៅកន្លែងការងារអីនោះទេអញ្ចឹងហើយក៏គិតថាអូនស្រីជាអ្នកដែល single ជាអ្នកដែលទំនេរគ្មានគូសង្សារគ្មានស្នេហាគ្មានអីអញ្ចឹងណាអញ្ចឹងក៏បានដឹងប៉ុណ្ណឹងទៅក្រោយពេលដឹងប៉ុណ្ណឹងហើយក៏គាត់មិននិយាយមិនអីគាត់មិនមាត់មិនកមិនខឹងសម្បាអីយើងដែរគាត់ធម្មតាប៉ុន្តែគាត់ព្យាយាម take care ព្យាយាមធ្វើល្អដាក់យើងជាប្រចាំណាដល់ពេលខ្លះយើងមិនចង់ធ្វើអញ្ចឹងទេប៉ុន្តែគាត់ជាព្យាយាមមកល្អដាក់យើងព្យាយាមដឹងគ្រប់សពបែបយ៉ាងពីយើងហើយយើងក្នុងនាមជាមិត្តរួមការងារយើងមិននិយាយអីច្រើនគ្រាន់តែគាត់ឃើញសកម្មភាពទាំងការសប្បាយការកើតទុករបស់យើងម្ដងមកការឆ្លោះប្រកែកគ្នាជាមួយគូទៅដឹងហ្នឹងគឺគាត់ដឹងគ្រប់សពបែបយ៉ាងហើយគាត់តែងតែប្រើពាក្យរបៀបលេងបន្លំមែនគាត់ថាមានគូទៅដឹងមានទៅមានសង្សារមានទៅប៉ុន្តែថ្ងៃណាមួយពេលដែលបែកបាក់គ្នាហើយអាចវិលមករកគាត់បានតាគាត់នឹង
យកយើងធ្វើជាគូអនាគតមិនឲ្យយើងឈឺចាប់អីអញ្ចឹងរបៀបបែបហ្នឹងឯងអញ្ចឹងបងស្រីក៏ឆ្ងល់ដែរថាហេតុអីក៏បរិះម្នាក់នឹងស្រឡាញ់គាត់ស្មោះម្ល៉េះបើពេលខ្លះយើងមិនសូវនិយាយរកគ្នាអីច្រើនដូចជាមនុស្សទូទៅផងណាគឺដូចធម្មតាមករួមការងារធម្មតាទេក៏ប៉ុន្តែគេព្យាយាមលួងលោមយើងគ្រប់សពបែបយ៉ាងហើយយើងបដិសេធល្មិចក៏គេនៅតែនិយាយនៅតែស្ដីរយយើងនិយាយមកថាមុខក្រាស់តែមកអញ្ចឹងគឺចាប់ផ្ដើមបែបហ្នឹងឯងអញ្ចឹងបងអូនស្រីមានទំនាក់ទំនងជាមួយនឹងគូស្នេហាគូសង្សារនិងគូទៅរបស់គាត់រយៈពេលយូរហើយក៏ឈានមកដល់ផ្លូវបំបែកជាមួយគ្នានឹងឯងក្រោយពេលដែលបងអូនស្រីឈានមកដល់ផ្លូវបំបែកជាមួយនឹងគូទៅដឹងរបស់គាត់បងអើយខ្ញុំខូចចិត្តខ្ញុំឈឺចាប់ពេលខ្លះមនុស្សខូចចិត្តមិនប្រកាសថាមនុស្សម្នាក់នោះស្រឡាញ់ទៅបរិះម្នាក់នោះពិតប្រកបនោះទេក៏ប៉ុន្តែការខូចចិត្តវាធ្វើឲ្យម៉ូបាំងវាធ្វើឲ្យចិត្តរបស់យើងច្បោកច្បល់ពេលខ្លះគេសារភាពតិចតួចគេលួងលោមតិចតួចយើងក៏ព្រមអូខេតាមគេទាំងពេលខ្លះចិត្តយើងអត់បានគិតថានឹងស្រឡាញ់ទៅបរិះម្នាក់ហ្នឹងទេក៏ប៉ុន្តែដោយសារតែការឈឺចាប់យើងគិតមិនដល់យើងឈឺចាប់យើងយំយើងទុកសោកបោកខ្លួនអញ្ចឹងទៅក៏លេចនៅវត្តមានបរិះម្នាក់ដែលតាមស្រឡាញ់គាត់ប្រហែលជា5-6 ឆ្នាំពេលហ្នឹងគេក៏មកលួងលោមយើងគេក៏មកនិយាយរៀបរាប់ថាបើសិនជាបែកបាក់គូទៅដឹងហើយគួរតែគិតពិចារណារកមនុស្សណាម្នាក់ដែលនៅក្បែរខ្លួនដែលគេស្រឡាញ់យើងពិតប្រាកដអីទៅហើយស្រឡាញ់គ្នាអញ្ចឹងរបៀបបែបហ្នឹងឯងគេប្រើពាក្យលួងលោមរបៀបថាគេនិយាយវាងដានគេនិយាយឲ្យយើងដឹងថាគេក៏នៅតែមានចិត្តស្រឡាញ់យើងដែរពេលហ្នឹងគេចាប់ផ្ដើមនិយាយបែបហ្នឹងឯងហើយយើងអត់ដឹងថាគោលបំណងគេនិយាយបានន័យថាម៉េចហើយគោលបំណងដែលគេចង់បានយើងហ្នឹងគឺក្នុងគោលបំណងអីឲ្យពិតប្រាកដទេប៉ុន្តែបើយើងស្រឡឹងទៅពីតស៊ូរបស់គេគឺយូរវាចូល 4-5 ឆ្នាំហើយពេលហ្នឹងតាមមើលទៅយូរមែនតែគេហ៊ានតស៊ូតាមស្រឡាញ់យើងដល់បច្ចុប្បន្នហ្នឹងពេលដែលយើងបែកបាក់គូទៅដឹងហើយគេក៏ប្រើពាក្យបែបហ្នឹងប្រហែលម៉ាត់ទៅហើយយើងកំពុងតែខូចចិត្តកំពុងតែឈឺចាប់របៀបម៉ូបាំងដូចខ្ញុំនិយាយពីខាងលើអញ្ចឹងយើងក៏អត់និយាយអីដែរគេចេះតែលួងលោមចុះលួងលោមឡើងគេប្រាប់ថាយើងគេស្រឡាញ់យើងចេះចុះទៅយើងក៏ប្រាប់ថាអត់អីទេបើឲ្យស្រឡាញ់ខ្ញុំសាក់មើលចិត្តគ្នាសិនទៅយើងក៏ចាប់ផ្ដើមស្រឡាញ់គ្នាទៅហើយពេលដែលយើងស្រឡាញ់គ្នាយើងក៏អត់គិតអីវែងឆ្ងាយដែរយើងក៏បានទៅណាទៅណីជាមួយនឹងគេដើរទៅណីទៅនោះគេក៏បានលួងលោមយើងគ្រប់សពបែបយ៉ាងទិញនេះទិញនោះផ្គប់ផ្គុំចិត្តយើងគ្រប់សពបែបយ៉ាងហើយពេលដែលគេផ្គប់គុណចិត្តយើងគ្រប់សពបែបយ៉ាងហ្នឹងហើយគឺធ្វើឲ្យយើងភ្លេចនៅអតីតគូទៅដឹងរបស់យើងភ្លេចនៅគូស្នេហ៍ដែរយើងធ្លាប់សាងពីគ្នាពីមុនមកតាំងពីវិទ្យាល័យមករយៈពេលរៀងយូរដែរយើងចិត្តនឹងរៀបការជាប្តីជាប្រពន្ធក៏ប៉ុន្តែយើងបានបែកបាក់គ្នាគេលួងលោមទៅវាត្រូវចំណុចអ្វីដែលយើងកំពុងតែឈឺចំណុចដែលយើងកំពុងតែឈឺហ្នឹងគេលួងលោមគ្រប់សពបែបយ៉ាងយើងក៏បើកចិត្តស្រឡាញ់គេពេលដែលយើងបើកចិត្តស្រឡាញ់គេបងប្អូនអាពេលដែលយើងកំពុងតែឈឺចាប់ភាពឈឺចាប់របស់យើងភាពទំនុកទុកចិត្តរបស់យើងទៅលើបុរសម្នាក់ដែលមកលួងលោមយើងភាគច្រើនណា 100% គឺយើងបាក់ចិត្តស្រឹបទៅលើគេលឿនមែនតើអាហ្នឹងគឺដោយសារតែយើងកំពុងតែខូចចិត្តពេលដែលគេលួងលោមតិចតួចគឺយើងបាក់ស្រឹបទៅលើគេព្រមស្រឡាញ់គេទាំងពេលខ្លះយើងអត់មានចិត្តទៅលើគេនោះទេពេលខ្លះយើងអត់ស្រឡាញ់គេនោះទេក៏ប៉ុន្តែដោយសារតែយើងកំពុងតែឈឺចាប់បងស្រីគាត់និយាយអញ្ចឹងមកអញ្ចឹងក៏ស្រឡាញ់គ្នាជាមួយនឹងបរិសម្នាក់នោះស្រឡាញ់គ្នាមិនជុំទេងុំគឺយើងជ្រុលជ្រោះនៅជាមួយនឹងគេទៀតពេលដែលយើងជ្រុលជ្រោះនៅជាមួយនឹងគេយើងក៏ចាប់ផ្ដើមមានទម្ងន់ពេលដែលយើងមានទម្ងន់យើងមិនទាន់បានខ្លាយស្អីជាមួយនឹងគ្នាទេតែមានជាសង្សារស្រឡាញ់គ្នាជ្រុលជ្រោះជាមួយគ្នាហើយមានទម្ងន់គិតថាម៉េចឥឡូវយើងគឺបាត់បង់កិត្តិយសបាត់បង់ភាពថ្លៃថ្នូរជាមនុស្សស្រីបាត់ហើយអញ្ចឹងម្ដងម្នាក់នោះក៏គេមើលទៅមានភាពស្វាហាប់មានភាពទំនួលខុសត្រូវគេក៏ព្រមទំនួលខុសត្រូវជាមួយនឹងយើងពេលដែលយើងមានទម្ងន់គេក៏បានចូលសួរតាមផ្លូវទៅតាមច្បាប់ហើយគេចង់សែនព្រានជាមួយយើងក៏ប៉ុន្តែបងស្រីធម្មជាតិម្ដងគឺចង់ការអញ្ចឹងក៏ទុកពេលវេលាហ្នឹងដើរទៅមុខសិនទៅឬក៏រងចាំដោះកូនកើតហើយចាំរៀបការជាមួយនឹងគ្នាក៏វាជាជំរឿសដែលល្អសម្រាប់ពួកគាត់ដែរពេលនោះអញ្ចឹងក៏បាននិយាយគ្នាចឹងតែយើងក៏បានតំណែងតាក់ទងជាមួយនឹងគ្នាដល់ម៉ាក់មានកូនមានអីរយៈពេលខ្ទង់ហើយជា2ឆ្នាំដែលយើងស្រឡាញ់គ្នាជាមួយនឹងបរិសម្នាក់ហ្នឹងយើងបង្កើតបានកូនប្រុសជាទីស្រឡាញ់មួយក៏ប៉ុន្តែបងហើយ
ពេលដែលខ្ញុំចាប់ផ្ដើមស្រឡាញ់គ្នាមានកូនជាមួយនឹងគេហើយអាភាពយកចិត្តទុកដាក់ដែលគេតាមស្រឡាញ់យើងពីដំបូងពីឆ្នាំដំបូងមករហូតដល់4 5ឆ្នាំឥឡូវវាចូលដល់6 7ឆ្នាំហ្នឹងវាខុសប្លែកត្រង់ថាគេលែងសូវយកចិត្តទុកដាក់ជាមួយនឹងយើងគេចាប់ផ្ដើមលែងសូវអើពើជាមួយនឹងយើងគេចាប់ផ្ដើមរំលឹករឿងអតីតកាលដែលយើងមានសង្សារមានគូទៅដឹងអីគ្រប់សពបែបយ៉ាងមកលើយើងទៅវិញខ្ញុំឆ្ងល់ថងថាបុរសម្នាក់ដែលតាមស្រឡាញ់ខ្ញុំយូរមែនតើខ្ញុំក៏ព្រមស្រឡាញ់ទៅគាត់ទៅវិញដោយសារតែខ្ញុំបែកបាក់គូសង្សារគូទៅដឹងរបស់ខ្ញុំហើយខ្ញុំក៏នឹកគិតថាគាត់នឹងធ្វើរឿងដែលល្អសម្រាប់ខ្ញុំដែរក៏ប៉ុន្តែអត់ទេបងបាយមើលពេលដែលមានកូនមានអីជំនាញគេចាប់ដើមរំលឹករឿងគ្រួសារបែបយ៉ាងមកធ្វើឲ្យខ្ញុំកាន់តែមានភាពនឿយហត់មានភាពឈឺចាប់និងភាពលំបាកនៅក្នុងរឿងរ៉ាវដែលគេបាននិយាយស្ដីថាស្អីមកខ្ញុំចឹងឯងអញ្ចឹងខ្ញុំទទួលរងសម្ពាធច្រើនមែនតើពេលដែលខ្ញុំពោះធំខ្ញុំពិបាកចិត្តពេលដែលខ្ញុំចង់បានមនុស្សម្នាក់ដែលលួងលោមខ្ញុំពិតប្រាកដគឺគេអត់មានលួងលោមឬក៏បីបាច់ថែរក្សាខ្ញុំដូចការគេដែលសន្យាតាមស្រឡាញ់ខ្ញុំដំបូងគេបែរជារំលឹករឿងអតីតខ្ញុំមិនចេះចង់ថាខ្ញុំនឹកស្រីចេះជារួមទៅរឿងប្រមាថមើងងាយចោតថ្មេះតេះដៀលគឺច្រើនមែនទែនសម្រាប់ខ្ញុំហើយខ្ញុំក៏អត់នឹកស្មានថាមនុស្សប្រុសម្នាក់ហ្នឹងចេញចរិតបែបហ្នឹងនោះដែរដោយពេលដែលខ្ញុំសម្ញាកូនហើយពួកខ្ញុំទាំងពីរនាក់ក៏អត់បានល្អប្រសើរជាមួយនឹងគ្នាដែរខ្ញុំចេះតែឆ្លោះប្រកែកពីមួយថ្ងៃទៅមួយថ្ងៃចេះតែមានរឿងរ៉ាវគ្រប់សពបែបយ៉ាងជាមួយគ្នាក៏រហូតដល់ខ្ញុំចាប់បានគេមានគូសង្សារថ្មីគេទៅណាទៅណីជាមួយនឹងគ្នាគេរស់នៅបែបក្តីសុខអីជាមួយនឹងគ្នាបែបនឹងឯងអញ្ចឹងខ្ញុំបានដឹងគ្រប់សពបែបយ៉ាងអំពីគេធ្វើឲ្យខ្ញុំកាន់តែឈឺចាប់រឹតតែខ្លាំងបងពីព្រោះអីខ្ញុំបានស្រឡាញ់គេវិញហើយខ្ញុំមកបង្កើតកូនឲ្យគេទៀតខ្ញុំនឹកគិតថាគេនឹងស្មោះត្រង់នឹងមានភាពល្អប្រសើរជាមួយនឹងខ្ញុំហើយគេមិនមានល្បិចកិច្ចកលទៅរកអ្នកថ្មីឬក៏បែកឆ្វេងចេញពីខ្ញុំណាប៉ុន្តែលទ្ធផលចុងក្រោយគេក៏បានបែកបាក់ពីខ្ញុំគេទៅមានអ្នកថ្មីផ្សេងមួយទៀតអញ្ចឹងលទ្ធផលគឺខ្ញុំត្រូវបានបែកបាក់គ្នាជាមួយនឹងគូស្នេហារបស់ខ្ញុំនឹងឯងគាត់ក៏ជាគូដណ្ដឹងរបស់ខ្ញុំដែរអ្នកក្រោយហ្នឹងពីព្រោះពេលដែលខ្ញុំមានកូនហើយគឺខ្ញុំជាប់ពាក្យជាមួយនឹងគ្នាប៉ុន្តែពួកយើងរស់នៅមិនចុះសម្រងអញ្ចឹងធ្វើម៉េចឲ្យខ្ញុំខ្លាយទៅជាមនុស្សស្រីមេម៉ាយទាំងមិនទាន់រៀបការផងនិយាយមកថាមេម៉ាយខាន់ស្លាអញ្ចឹងទៅគឺខ្ញុំបាត់បង់គ្រប់សពបែបយ៉ាងដោយសារតែគេនឹងឯងនេះជារឿងរ៉ាវដែលខ្ញុំបានជួបហើយបងហេតុអីក៏គាត់បែកបាក់ពីខ្ញុំបើដឹងហេតុផលមិនអត់ខ្ញុំសួរថាពេលដែលមកតាមស្រឡាញ់ខ្ញុំបីហត់អត់គាត់ថាហត់តាមស្រឡាញ់ច្រើនឆ្នាំណាពេលដែលស្រឡាញ់ខ្ញុំគាត់អត់ដែលគិតអំពីស្រីណានោះទេដឹងតែខ្ញុំមានស្នេហាមានសង្សារមានគូទៅដឹងគាត់ក៏នៅតែព្យាយាមទ្រាំចង់យកខ្ញុំជាគូអនាគតដែរហើយខ្ញុំសួរថាបងឯងហត់អត់គាត់ថាហត់តាមស្រឡាញ់យើងហត់មែនតើគ្រប់សពបែបយ៉ាងធ្វើឆ្កែធ្វើឆ្មាធ្វើគោធ្វើថ្លង់ដើម្បីយកយើងនឹងជាគូអនាគតឲ្យតតែបានហើយខ្ញុំសួរថាបើសិនជាបងឯងហត់បងឯងតាមតស៊ូជាមួយខ្ញុំយូរអញ្ចឹងមិនក៏ពេលបានខ្ញុំបងឯងមិនចេះថែរក្សាបែរទៅជាបោះបង់ទុកឲ្យខ្ញុំឈឺចាប់ទៅលើរឿងរ៉ាវស្នេហាចំពោះបងឯងទៅវិញគាត់និយាយតែមួយម៉ាត់គាត់ថាគាត់ខំតស៊ូគឺគោលបំណងគាត់ចង់បានយើងចង់ធ្វើម៉េចឲ្យយើងឈឺចាប់ដូចខ្ញុំតាមស្រឡាញ់យើងវិញគិតពិតទៅខ្ញុំក៏មានមនុស្សដែលខ្ញុំស្រឡាញ់រួចហើយដែរក៏ប៉ុន្តែខ្ញុំមើលទៅយើងកំពុងតែឈឺចាប់ខ្ញុំគិតថាវាជាឱកាសល្អមួយដែលខ្ញុំអាចតំណាក់តំណងជាមួយយើងបានហើយរឿងថាភ្ជាប់ពាក្យស្អីហ្នឹងខ្ញុំដឹងថា 100% គឺគាត់ជាភ្ជាប់ពាក្យជាមួយនឹងគ្នា 100% យើងនឹងរុញខ្ញុំឲ្យខ្លាយទៅជាប្តីរបស់យើងហើយខ្ញុំក៏គិតរឿង plan អីអស់ទៅនឹងគ្រប់សពបែបយ៉ាងរួចអស់ដែរហើយខ្ញុំក៏នឹងគិតពេលវេលាដែលយើងត្រូវបែកគ្នានៅពេលណាដែរពីព្រោះអីកូនហ្នឹងពេលខ្លះខ្ញុំគិតថាមិនមែនជាកូនរបស់ខ្ញុំផងនឹងគឺជាសម្ដីគូដដឹងឬក៏ប្រុសស្នេហ៍ខ້ອຍរបស់គាត់នឹងនិយាយមកចឹងមកលើគាត់បងស្អីថាម្នាក់នេះគឺថោកទាបហើយឈាមត្រជាក់មែនតើដែលតាមស្រឡាញ់យើងច្រើនឆ្នាំលទ្ធផលគឺគេគ្រាន់តែចង់ឲ្យយើងឈឺចាប់វិញតែប៉ុណ្ណោះខ្ញុំមិនដែលឮទេបងប្អូនខ្ញុំទៅតែឮពីបងអូនស្រីចែកម្លែករឿងនេះខ្ញុំទៅតែនឹងឮលើកទី1ទេហេតុអីក៏មនុស្សប្រុសមានចិត្តបែបហ្នឹងបើសិនជាស្រឡាញ់គេបានមិនបានកំឡុងពេលដែលយើងតាមស្រឡាញ់គេ
យើងគិតថាវាមិនមែនជានិស្ស័យមិនមែនជាស្នេហារបស់យើងប៉ុន្តែមកធ្វើជាចរិតថោកទាបមកឆ្លៀតឱកាសគេពេលដែលគេកំពុងតែឈឺចាប់ហើយមកលួងលោមគេរហូតដល់បាននៅដេករហូតដល់មានកូនជាមួយនឹងគ្នាហើយភ្ជាប់ពាក្យមួយគ្នាទៀតអានឹងវាជាការសងសឹកដ៏ឈាមត្រជាក់ងុំខ្លាំងមែនតើអញ្ចឹងគឺបងស្រីទទួលបានពាក្យអស់ទាំងនឹងហើយគាត់ឈឺចាប់គាត់ថាបងអើយខ្ញុំមិនដែរជួបមនុស្សប្រុសណាឈាមត្រជាក់ចិត្តអាក្រក់សាហាវខូខើបែបហ្នឹងទេខ្ញុំមិនដែរជួបទេគូតែដឹងរបស់ខ្ញុំបែកបាក់គ្នាពីមុនមកក៏គាត់មានហេតុផលគ្រប់គ្រាន់ក្នុងការបែកបាក់គ្នានិងក្នុងការមិនចូលសម្រុងពីគ្នាដែរប៉ុន្តែនេះគឺអត់មានរឿងហេតុផលអីទេគ្រាន់តែគេចង់ឲ្យយើងឈឺចាប់ដូចគេកាលពីដែលគេតាមស្រឡាញ់យើងពីដំបូងវាជារឿងអញ្ចឹងទៅវិញនឹងជារឿងបងអូនស្រីចែកម្លែកគាត់មានតែប៉ុណ្ណឹងទេវាជាបទពិសោធន៍មួយសម្រាប់មនុស្សទូទៅដែរហើយរឿងមួយនេះបើសិនបើបងប្អូនស្ដាប់ហើយក៏បងប្អូនហួសចិត្តដែរពេលខ្លះបងប្អូនលួចជេរទៅបរិសម្នាក់នោះដូចជាខ្ញុំកំពុងតែលួចគិតលួចជេរដូចតែគ្នាដែរពីព្រោះអីវាថោកទាបពេកហ្នឹងខ្លួនឯងជាមនុស្សប្រុសហើយចុះបើសិនជាខ្លួនឯងនឹងមានប្អូនស្រីឬក៏បងស្រីតែគ្មានទេក៏មានម្ដាយជាស្រីដែរមិនគួរណាប្រើទង្វើថោកទាបដោយការសងសឹកបែបហ្នឹងទៅលើមនុស្សស្រីម្នាក់តែគេព្រមដាក់ចិត្តស្រឡាញ់យើងនោះទេរឿងបែបហ្នឹងគឺថោកទាបខ្លាំងណាស់បើអាចលុបវាចេញទៅឬក៏ឈប់ប្រព្រឹត្តរឿងរ៉ាវអស់ទាំងនឹងទៀតទៅណាបងប្រុសគិតណាបងប្រុសធ្វើបាបប្អូនស្រីម្នាក់ហ្នឹងគឺប៉ុណ្ណឹងចុះបើសិនជាប្អូនប្រុសស្រឡាញ់គ្នាជាមួយនឹងគូសង្សាររបស់ប្អូនដែលយកគ្នានេះហើយលទ្ធផលចុងក្រោយស្រាប់តែគេលួចលាក់មានប្រុសដែរតើបងឈឺចាប់អត់ឈឺខ្ញុំជឿទៅឈឺហើយបងក៏ខឹងគុំខួនដូចគ្នាដែរអញ្ចឹងគួរតែគិតបងកាន់វាតាមតបស្នងទៅមកទេហើយទង្វើនឹងរឿងរ៉ាវដែលបងធ្វើនេះវាយំខ្នងណាស់វាឈាមតិចណាស់បើយើងសងសឹកជាមួយតែមនុស្សស្រីហ្នឹងគឺមិនអីទេប៉ុន្តែបងបង្កើតចិត្តតំណក់ឈាមមួយជាកូនមិនទទួលខុសត្រូវទៅលើកូនទៀតគាត់ជាការសងសឹកទៅលើមនុស្សស្រីដែលតាមស្រឡាញ់មិនបានពីមុនហើយមានឱកាសអោបកសោបនាងហើយបែរទៅជាធ្វើបាបនាងអញ្ចឹងទៅវិញមិនជាស្ភាពបរោះទេបងមនុស្សណាក៏ធ្លាប់មានគូសង្សារមានស្អីស្អីដែរប៉ុន្តែគេមិនយកអាគំនុំគុំគួនមកសងសឹកធ្វើជាស្នេហាអញ្ចឹងនោះទេនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយបទពិសោធន៍មួយនេះគឺបងអូនស្រីចង់ផ្ដល់ដល់បងប្អូនទាំងអស់គ្នាពេលដែលស្រឡាញ់នរណាម្នាក់ឬក៏នរណាម្នាក់មកលួងលោមតាក់ទងនៅក្តីស្រឡាញ់ចំពោះយើងគួរតែគិតអំពីរឿងរ៉ាវដែលគេប្រព្រឹត្តមកលើយើងផងអ្នកខ្លះធ្វើល្អមួយឆាវអ្នកខ្លះគ្រាន់តែជាមនុស្សដែលឆ្លងកាត់មកជីវិតរបស់យើងហើយធ្វើឲ្យជីវិតយើងល្អកកឯងអ្នកខ្លះគឺអញ្ចឹងទូយ៉ាងដូចរឿងបងអូនស្រីអញ្ចឹងគឺគេចូលមកដើម្បីបំផ្លាញជីវិតរបស់យើងទេដោយសារតែការខឹងស្អប់ដោយសារតែការតាមស្រឡាញ់ពីមុនមកមិនបានអញ្ចឹងគេរងចាំឱកាសនឹងយូរហើយទម្រាំតែគេអាចក្តោបឱកាសនឹងបានទម្រាំតែគេអាចប្រើវិធីគ្រប់សពបែបយ៉ាងស្រឡាញ់យើងបានហើយមានកូនជាមួយយើងកើតទៀតគឺគេប្រយ័ត្នពេលរាប់ឆ្នាំទម្រាំតែសងសឹកនៅការដែលគេតាមស្រឡាញ់យើងពីដំបូងដៃឡើយមិនបានបទពិសោធន៍មួយហ្នឹងគួរគិតពិចារណាផងដែរជាពិសេសបងប្អូនស្រីទូទៅអ្នកខ្លះកំពុងតែបែកបាក់គ្នាកំពុងតែឈឺចាប់ចំពោះនឹងស្នេហាកំពុងតែបែកបាក់គ្នាលេចវត្តមានបុរសម្នាក់នោះមកជួនកាលអានោះមិនស្អាតផងមុខដូចអាចក៏បានក៏ថាបានរូបរាងសម្បត្តិវិញអន់ចុយមរាយណាក៏ប៉ុន្តែដោយសារតែការឈឺចាប់របស់យើងគេនិយាយចុះនិយាយឡើងបាក់ស្រិបទៅលើគេអ្នកខ្លះបាក់ស្រិបទៅលើគេដើរលេងដេកនៅមួយគេបានម្ដងហើយសួរថាស្រឡាញ់គេអត់ផងគាត់តែកំឡុងពេលនោះឈឺចាប់មិនដឹងគិតយ៉ាងម៉េចចេះតែយកគេមកហើយថាកុំដោអារម្មណ៍កុំឲ្យឈឺចាប់ទៅកុំគិតអញ្ចឹងណាបងស្រីអត់ល្អទេអនាគតមនុស្សមិនមែនលេងសើចទេអនាគតមិនមែនជាតលេងសើចទេបើបងអូនស្រីនៅជាយុវ័យស្អី Gen C Gen Y ស្អីគេនោះអាហ្នឹងរឿងបងអូនស្រីទេប៉ុន្តែបើអនាគតហ៊ានតែយើងបដ ாய் វាហ៊ានតែយើងមិនគិតគូរពីវាដិតដល់ទេបងអូនស្រីនឹងបំផ្លាញអនាគតដោយដៃខ្លួនឯងអត់មានអ្នកណាមកបំផ្លាញទេមានតែយើងទេអ្នកបំផ្លាញខ្លួនឯងហើយមានតែយើងទេអ្នកបើកឱកាសឲ្យអ្នកដទៃមកបំផ្លាញអនាគតរបស់យើងសាកគិតអត់មានអ្នកដទៃណាសុកគេមកបំផ្លាញយើងទាំងយើងមិនបានបើកដៃឲ្យគេបំផ្លាញយើងនោះទេវាច្រើនគឺដោយសារតែយើងដែរ
ចំណែករបស់យើងតិចតួចនៅក្នុងនឹងឬក៏អាចនឹងច្រើនឲ្យគេមកបំផ្លាញយើងអញ្ចឹងអនាគតរបស់យើងមិនស្ថិតលើដៃអ្នកដទៃទេគឺស្ថិតនៅលើកណ្ដាប់ដៃរបស់យើងជាអ្នករៀបចំជាអ្នកកសាងជាអ្នកផ្ដោតជាអ្នកធ្វើគ្រប់សពបែបយ៉ាងដើម្បីអនាគតរបស់យើងអញ្ចឹងបទពិសោធន៍រឿងរ៉ាវដែលបងស្រីចែកម្លែកនេះគឺមានតែប៉ុណ្ណឹងខ្ញុំក៏បន្ថែមតិចតួចដើម្បីបងប្អូនបានស្ដាប់ហើយយល់អំពីរឿងរ៉ាវអស់ទាំងហ្នឹងផងដែរអញ្ចឹងខ្ញុំសូមបញ្ចប់រឿងត្រឹមហ្នឹងហើយខ្ញុំលើកទី1ដែរដែលបានស្ដាប់រឿងបែបហ្នឹងពីព្រោះអានេះយកស្នេហាយកមនុស្សយកកូនខ្លួនឯងមកធ្វើជាគំនុំដើម្បីបញ្ឈឺមនុស្សស្រីម្នាក់ដែលខ្លួនធ្លាប់តាមស្រឡាញ់ទៅវិញហើយចុះបើដឹងតែអញ្ចឹងហើយខំតែអញឆ្ងល់ដែរឆ្ងល់ទៅធ្វើអញ្ចឹងធ្វើអីបើអនាគតគេយើងបំផ្លាញប៉ុណ្ណឹងចុះបើប្អូនស្រីយើងបងស្រីយើងម៉ែយើងជួបរឿងអញ្ចឹងវិញយើងគិតយ៉ាងម៉េចឬក៏កូនយើងឬក៏កូនជាមួយអ្នកក្រៅជាស្រីដែរបើសិនជាធំទៅគេធ្វើអញ្ចឹងតើគិតយ៉ាងម៉េចដែរខ្ញុំមានតែប៉ុណ្ណឹងទេខ្ញុំសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទអរគុណច្រើនជម្រាបលា